មែនតើបាក់ខ្សែទឹកខាងក្នុងការរួមស័ក្តិសិទ្ធិចាទូទៅបានណាបាទដែលទទួលបានការឧបត្ថម្ភពីលោកប្រតិចាបណ្ឌិតអ៊ុនសរឿនចំណែកឯខ្សែទឹកខាងក្រៅទាវិញនាគសែនជ័យរស្មីចន្ទ្រារបស់កងទ័ពជើងទឹកបាទដែលទទួលបានការឧបត្ថម្ភពីឯកឧត្តមនាយឧត្តមនាវីទាវិញហើយយើងខ្ញុំក៏សូមគោរពថ្លែងអំណរគុណដល់ផងដែរជូនចំពោះឯកឧត្តមនាយឧត្តមនាវីទាវិញនិងលោកជំទាវផងដែរដែលលោកជំទាវឧបត្ថម្ភដល់ក្រុមអត្ថាធិប្បាយយើងខ្ញុំបាទឥឡូវនេះបាទឃើញថាទូកទាំងពីរបាទកំពុងតែបដាំបសគ្នាតែខ្សែទឹកខាងក្រៅបាទហាក់ដូចជាលួតបន្តិចពីគូប្រកួតរបស់ខ្លួនតែយ៉ាងណាក៏ដោយខ្សែទឹកខាងក្នុងក៏កំពុងតែបង្កើនល្បឿនបាទបង្កើនល្បឿនម្ដងហើយម្ដងទៀតមកទន្ទឹមគ្នាតែម្ដងចាបាទឃើញដកច្រើនមែនតើបាទការពីជើងទី1លទ្ធផលយ៉ាងម៉េចដែរបងអូននាងខ្ញុំអត់បានកត់សម្គាល់បាទខ្សែទឹកខាងក្នុងបាទខ្សែទឹកខាងក្នុងបាទជើងទី1ចាអញ្ចឹងបានន័យថាទាវិញនាគសែនជ័យរស្មីចន្ទ្រារបស់ឯកឧត្តមនាវីទាវិញចាទទួលបានជ័យជំនះឥឡូវហ្នឹងបដូរទៅនៅខ្សែទឹកខាងក្រៅហាក់ដូចជាប្រែប្រួលវិញការរួមស័ក្តិសិទ្ធិមកខាងក្នុងហាក់ដូចជាបដូរបច្ចេកទេសវិញចាប៉ុន្តែមិនទាន់ប្រកាសនៅឡើយដូចគ្នាបើខ្សែទឹកខាងក្រៅកំពុងបង្កើនល្បឿនដែរបែបនេះចាក់យកទូបែបនេះខ្សែទឹកខាងក្នុងហើយចាគឺខ្សែទឹកខាងក្នុងសកម្មភាពនៃការចាក់យកទូគឺស្វាហាប់ល្អណាស់ខ្សែទឹកខាងក្នុងគឺការរួមស័ក្តិសិទ្ធិល្បីល្បាញណាស់ទូនេះចាមកពីខាងអាស្រមធីតាបាទរចនាមានជ័យបាទខ្សែទឹកខាងក្រៅព្រះអណ្ដូងសែនជ័យចាបាទអញ្ចឹងជាឃើញថាទូកនេះក៏ទន្ទឹមគ្នាដែរបាទខាងក្រៅដកបាទបន្តិចបាទក្បាលទូកឥឡូវនេះក្បាលទូកខាងខ្សែទឹកខាងក្នុងក៏កំពុងតែបាទដេញតាមដែរបាទឥឡូវនេះកំពុងតែស្មើគ្នាថេងតែម្ដងបាទសម្រាប់គូទាំងពីរនេះយើងមើលទៅហាក់ដូចជាឃើញទូកតែមួយបាទទូកតែមួយអញ្ចឹងបាទស្មើគ្នាណាចាយើងមើលទៅហាក់ដូចជាឃើញទូកតែមួយប៉ុន្តែក្បាលទូកខ្សែទឹកខាងក្រៅហាក់ដូចជាដកចាដកបន្តិចហើយបើអ្នកក្បាលទូកស្មាឯកទូកខ្សែទឹកខាងក្រៅវិញមានឯកស្ថានខាងក្នុងបង្កើនបន្ថែមខាងក្នុងបង្កើនបន្ថែមខាងក្នុងឬខាងក្រៅអូយមិនហ៊ានទេចាទុកជូនគណៈកម្មការបច្ចេកទេស